Redmi Note 15 Pro Plus 5G ទូរស័ព្ទមហាធននេះឥឡូវយើងទៅមើលនៅក្នុងកម្មវិធីដែលគេធ្វើតេស្តជាមួយនឹងសមត្ថភាពធន់រឹងមាំរបស់ទូរស័ព្ទ model ថ្មីនេះសមត្ថភាពធន់ប៉ុណ្ណាទៅមើលទាំងអស់គ្នាតេស្តភាពធន់ Redmi Note 15 Pro Plus 5G ចំពោះមុខមនុស្សច្រើនអញ្ចឹងបានដឹងថាវាធន់រឹងមាំប៉ុណ្ណាតេស្តទី1ធន់អេក្រង់ប៉ុណ្ណាទៅមួយទៀតIP69K ធន់ជាមួយនឹងសម្ពាធទឹកហើយជាមួយនឹងទឹកក្តៅអូមើលប្រហែលអង្សាអូ8ជាងកៅអូឥឡូវដាក់អាហ្នឹងគេថារបស់គេដាក់អាហ្នឹងយកឲ្យខ្ញុំដាក់វិញទៅជឿខ្ញុំទៅយកអានឹងវាយវាមិនងាយត្រូវទេតោះគប់អូហូនៅថ្ងៃហ្នឹងក៏បានមកចូលរួមក្នុងការដាក់សម្ពោធជាផ្លូវការ Redmi Note 15 series ដែលក្នុងដៃខ្ញុំនេះគឺ Pro Plus 5G Mocha Brown ពណ៌ដែលពេញនិយមពណ៌ដែលខ្ញុំពេញចិត្តជាងគេហើយដូចយើងឃើញមានការចូលរួមពី KOL fan របស់ Xiaomi ជាច្រើនអ្នកដើម្បីមកឃើញពីបច្ចេកវិទ្យាចុងក្រោយដែលដាក់នៅក្នុង Redmi Note 15 series នេះលើកនេះគឺជាទូរស័ព្ទ model ថ្មីហើយតម្លៃទូថ្លៃសមរម្យប៉ុន្តែបំពាក់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយជាច្រើនបច្ចេកវិទ្យាទំនើបចុងក្រោយទាំងអស់ធំខ្លាំងហើយនៅក្នុងកម្រិតតម្លៃមួយដែលអ្នកនរគ្នាអាចទទួលយកបានថ្ងៃនេះ Redmi Note 15 series លេងធំតម្រងកម្លាំងសាកថ្មដល់100វ៉ាត់ហើយទំហំថ្ម 6500 mAh Redmi Note 15 Pro Plus 5G កាមេរ៉ាកម្រិត200 megapixel ហើយមាន lens ទលាយទៀតស្រួលថតរូបស្អាតអេក្រង់កម្រិត Crystal Res AMOLED មានទំហំ 6.83 អ៊ីងហើយការការពារអេក្រង់នឹងជាមួយនឹង Gorilla Glass Victus ជំនាន់ទី2បន្ថែមពីលើនឹងទៀតគឺមានប្រព័ន្ធការពារ IP68 IP69 និង 69K ដំណើរការជាមួយនឹង Snapdragon 7S Gen 4 Redmi Note 15 Pro Plus 5G មានកាមេរ៉ាគោលទំហំរហូតដល់200 megapixel ហើយក៏មាន sensor ធំដែរមួយលើ 1.4 អ៊ីងលក្ខណៈពិសេសគឺការថតជា lens 1x 2x និង 4x បាននេះផ្ដល់ភាពបត់បែននៅក្នុងការប្រើប្រាស់ទូទៅផ្នែករូបភាពហើយចំពោះ lens ទលាយវិញគឺថតបាន8 megapixel ថតប្លង់ច្នៃប្រឌិតប្លង់ដែលមានទីធ្លាបរិយាកាសធំទលាយយើងថតទៅវាផ្ដល់សោភ័ណភាពប្លែកស្អាតជាពិសេសក្មេងៗចូលចិត្តថតបែប creative style ហ្នឹងគឺត្រូវតែម្ដងជាមួយនឹង lens ទលាយហើយបន្ថែមទៅលើលក្ខណៈពិសេសផ្នែកកាមេរ៉ានេះទៀតគឺមុខងារ AI ដែលមានស្រាប់នៅក្នុងហ្នឹងឬក៏យើងហៅថា computational photography របស់ Xiaomi គឺធ្វើឲ្យអ្នកប្រើប្រាស់ហ្នឹងពេញចិត្តសម្រាប់ការថតតែម្ដងផ្ដល់នៅលក្ខណៈពិសេសពីរយ៉ាងទី1គឺធ្វើឲ្យ blur background ស្អាតដាច់ល្អហើយជាមួយនឹងទី2ធ្វើឲ្យស្បែកម៉ត់ប៉ុន្តែរក្សានៅស្នាមទម្រង់ស្បែកហ្នឹងបានលម្អិតឬក៏យើងហៅថា skin detail ហ្នឹងបានល្អមែនទែនគំរូរូបភាពដែលឲ្យអ្នកនរគ្នាឃើញនេះគឺផ្ដល់ភាពបត់បែននៅក្នុងការថតមិនថាក្នុងកន្លែងឬក៏ខាងក្រៅទេគឺរូបភាពចេញមកស្រស់ស្អាតខ្លាំងសម្រាប់អ្នកចូលចិត្តថត Redmi Note 15 Pro Plus 5G នេះអាចជាជម្រើសមួយដែលល្អតែម្ដងចំពោះកាមេរ៉ាមុខកាមេរ៉ា selfie ហ្នឹងគឺជាប្រភេទកាមេរ៉ាទម្លុះអេក្រង់ហើយថតបានក្នុងទំហំ32 megapixel កាមេរ៉ា selfie លយម៉េះអាចបង្រួមទៅ 0.8 ទៀត lens ទលាយសម្រាប់កាមេរ៉ាមុខនេះការថតទាំងអស់គឺនឹងជួយសម្រួលឲ្យយើងបានទទួលរូបស្អាតការ edit ការជួយទៅលើពណ៌ការជួយទៅលើ detail របស់ស្បែកគឺបានល្អខ្លាំងសម្រាប់ផ្នែកវីដេអូវិញគឺថតបាន 4K 30 frame ហើយមានប្រព័ន្ធទប់លំនឹងទៀតដែលយើងហៅថា stabilization អញ្ចឹងធ្វើឲ្យរូបរបស់យើងនឹងស្អាតវីដេអូនឹងអត់មានអីអញយទេឃើញទេនេះថតប្លង់គៀកប្លង់ឆ្ងាយការរចនារូបរាងរបស់ Redmi Note 15 Pro Plus 5G នេះមាន3ពណ៌នេះគឺពណ៌ Mocha Brown ពណ៌ Glacier Blue ហើយជាមួយនឹងពណ៌ខ្មៅចំពោះផ្នែកខាងក្រោយនេះវិញយើងឃើញបណ្ដុំនៅក្នុងរង្វង់រាង square ជ្រុងនេះមានកាមេរ៉ាទលាយមួយកាមេរ៉ាគោលហើយបន្ទាប់មកមាន LED មួយគ្រាប់ហើយជាមួយនឹង depth sensor ពោះផ្នែកខាងក្រោមនេះយើងឃើញមាន USB Type C នេះជាប្រភេទ USB 2.0 ប៉ុន្តែវាគាំទ្រមុខងារ OTG អញ្ចឹងយើងអាចដោតជាមួយនឹង keyboard USB flash drive អីគឺវាអាចដំណើរការបានហើយយើងឃើញមាន speaker
នៅផ្នែកខាងក្រោមនេះមួយនិងផ្នែកខាងលើនេះមួយអញ្ចឹងវាបញ្ចេញសំឡេង stereo speaker ហើយក៏មាន IR blaster ដែលសម្រាប់បញ្ជា remote ទៅលើម៉ាស៊ីនជែកឬក៏ទូរទស្សន៍អញ្ចឹងណាចំពោះរូបរាងគឺវាកោងគែមគ្រប់ជ្រុងតែម្ដងកញ្ចក់ខាងលើក៏ជាប្រភេទកោងហើយខ្នងខាងក្រោមក៏វាកោងដែរហើយជ្រុងទាំង4គឺវាកោងទាំងអស់អញ្ចឹងរាល់ការកាន់របស់យើងវាអត់មានកន្លែងណាដែលរាងមុតទេសម្រាប់ជម្រើសពណ៌ Mocha Brown នេះរាងក្រាស់ជាងពណ៌ដទៃបន្តិចប្រភេទនេះគឺមានកម្រាស់ 8.5 មីលីម៉ែត្រដែលពណ៌ផ្សេងៗដូចជាពណ៌ Glacier Blue ឬក៏ពណ៌ខ្មៅហ្នឹងគឺមានកម្រាស់ត្រឹមតែ 8.2 មីលីម៉ែត្រទេសម្រាប់ខ្ញុំវិញពណ៌ Mocha Brown នេះគឺស្អាតខ្លាំងតែម្ដងវា style ហើយបែប premium វាជាប្រភេទ silicon polymer អញ្ចឹងវាមិនរលោងទេប៉ុន្តែមានសភាពគ្រើមដូចជាស្បែកអញ្ចឹងចំពោះតួជុំវិញវានេះគឺពណ៌បែបជា platin ខ្នងខាងក្រោយកន្លែងស៊ុមកាមេរ៉ានេះក៏ពណ៌រាង platin ដែរចាំងភ្លេកភ្លឺអញ្ចឹងណាស្អាតអញ្ចឹងសម្រាប់ពណ៌នេះគឺវាស៊ីវិល័យហើយ premium Redmi Note 15 Pro Plus 5G គឺមានទំហំថ្មរហូតដល់ 6500 mAh ហើយវាជាប្រភេទ Silicon Carbon Battery ចំពោះកម្លាំងសាកវិញវាគ្រប់គ្រងបានកម្រិត 100W ហើយលើសពីនឹងទៀតក៏វាគ្រប់គ្រងជាមួយនឹង Reverse Charging បានក្នុងកម្រិត 22.5W ផងដែរធ្វើបិទតាវាមានទំហំថ្មធំប៉ុណ្ណឹងមែនតែវាមានទម្ងន់ត្រឹមតែ207ក្រាមចំពោះអេក្រង់របស់វាវិញគឺមានទំហំ 6.83 អ៊ីងការការពារជាមួយនឹង Gorilla Glass Victus ជំនាន់ទី2ទៅលើផ្នែកអេក្រង់នេះវាជាប្រភេទ Crystal Res AMOLED អញ្ចឹងវាបញ្ចេញកម្រិតពន្លឺកម្រិតពណ៌នឹងច្បាស់បានល្អកម្លាំងពន្លឺរបស់វាគឺរហូតដល់ 3200 nit ហើយកម្រិតពណ៌របស់វា12 bit ស្មើនឹង68 billion color refresh rate 120Hz កម្រិតពន្លឺកម្រិតពណ៌ច្បាស់ល្អទៅលើផ្នែកការការពារនេះទៀតទូរស័ព្ទតួទាំងមូលរបស់វាគឺមានការការពារ IP68 IP69 69K អញ្ចឹងវាធន់ជាមួយនឹងធូលីធន់ជាមួយនឹងសម្ពាធទឹកនៅក្នុងការប្រើប្រាស់ទូទៅបើសិនជាធ្លាក់ចូលទៅក្នុងទឹកក៏វាអាចធន់ក្នុងកម្រិត1ម៉ែត្រកន្លះក្នុងរយៈពេល30នាទីអត់មានបញ្ហាអីទេហើយបើតាក់ទងជាមួយនឹងការការពារទូទៅតាក់ទងមួយការធ្លាក់ហ្នឹងវាអាចធន់ជាមួយនឹងការធ្លាក់រហូតដល់កម្ពស់2ម៉ែត្រកន្លះមានការទទួលស្គាល់ក្នុងកម្រិតស្តង់ដារអន្តរជាតិ SAS Model នេះ Redmi Note 15 series ហើយនៅក្នុងដៃខ្ញុំនេះគឺ15 Pro Plus 5G មានជម្រើស RAM 8G 12G storage 256និង512ហើយវាដំណើរការជាមួយនឹង CPU Snapdragon 7S Gen 4 CPU ក្នុងកម្រិតមធ្យមប៉ុន្តែវាអាចដំណើរការបានល្អទាំងការប្រើប្រាស់ទូទៅហើយជាមួយនឹង game កលេចមកមើលមុខងារលេង game នៅក្នុងទូរស័ព្ទ Redmi Note 15 Pro Plus នេះគឺវាបានបំពាក់មកជាមួយទៅនឹង Game Mode ឬក៏គេហៅថា Game Turbo ដែលវាជួយសម្រួលទៅដល់ការលេងរបស់យើងគឺមានលក្ខណៈល្អមែនទែននៅពេលដែលយើង enable ទៅលើមុខងារ Game Mode ហ្នឹងគឺវាជួយសម្រួលត្រង់ថានៅពេលដែលយើងលេងយូរមកគឺវាមិនមានអារម្មណ៍ថាក្តៅទូរស័ព្ទខ្លាំងហើយចំពោះ frame rate របស់វាវិញគឺវានឹងផ្ដល់មកវិញនៅក្នុងកម្រិតមួយដែលថេរហើយយើងអាចលេងបានយូរមកចំពោះការប្រើប្រាស់ប្រចាំថ្ងៃវា smooth វារលូនល្អតែម្ដងបន្ថែមទៅលើសមត្ថភាព game នោះវាកាន់តែត្រូវទៅទៀតព្រោះដោយសារ CPU ក្នុងកម្រិតមធ្យមដែលផ្ដល់កម្លាំងប្រើប្រាស់ខ្លាំងប្រើថាមពលតិចហើយជាមួយនឹងអេក្រង់ដែលមាន refresh rate ខ្ពស់រហូតដល់ 120Hz អញ្ចឹងមានន័យថាទូរស័ព្ទនេះវាបម្រើទៅលើការប្រើប្រាស់ទូទៅសម្រាប់អ្នកចូលចិត្តថតក៏បានល្អហើយចំពោះអ្នកដែលយកមកលេង game ហ្នឹងក៏កាន់តែអែមដែរព្រោះ CPU ប៉ុណ្ណឹង RAM ប៉ុណ្ណឹង processor ប៉ុណ្ណឹងខ្លាំងសរុបទៅនៅមានមុខងារ 5G ទៀតសម្រាប់សេវា 5G ជំនាន់ថ្មីចេញមកនេះក៏អាចប្រើបានដែរនេះសម្រាប់ model បងធំរបស់គេណាគឺ Redmi Note 15 Pro Plus 5G លក្ខណៈពិសេសចំពោះ speaker របស់ Redmi Note 15 Pro Plus នេះគឺត្រង់ថាយើងអាចដំឡើងសំឡេងបានរហូតដល់ 400% ហើយនេះគឺខ្ញុំដាក់ 100% អាចស្ដាប់បាននេះគឺជាកម្រិតសំឡេងរបស់វា 100% ខ្ញុំនឹងបើកកម្រិត 400% តែម្ដងចម្ងាយផែនប៉ុណ្ណឹងដែរហើយចំពោះគុណភាពសំឡេង speaker នេះដែរគឺឃើញថាវាបុកព្រោះល្អហើយបើសម្រាប់ការប្រើប្រាស់ទូទៅយើងអាចបើកវាអស់ទៅហើយយើងនឹងទទួលបាននូវសំឡេងខ្លាំងហើយបើសិនជានៅក្នុងការលេង game វិញ speaker នេះគឺវាផ្ដល់លក្ខណៈងាយស្រួលត្រង់ថាបើសិនជាយើងបើកអស់វានឹងផ្ដល់សំឡេងបានន័យថាបើសិនជាមានសម្រាប់ជើងឆ្វេងស្ដាំអីហ្នឹងគឺវានឹងលឺយើងនឹងដឹងទាន់ហេតុការណ៍អានេះគឺជាមុខងារមួយដែលបន្ថែមនៅពេលដែលយើងលេង game គឺវាមានលក្ខណៈល្អមែនតើ
បាទครับโอ้ยกสิกรรมแมนแต่โอ้ยกายเลย